ngày ní sớm mừng hang bị bị thưa tật chị cam đời xa tại bong bong xua tròn mình tan tăng về video môn mao hai nhung có toànมันឆ្លើយតបជូនបងណែចឹងថ្ងៃនេះខ្ញុំបង្ហាញពីវិធីធ្វើងាយស្រួលៗមែនតើបងប្អូនហើយខ្ញុំគឺអាសាធ្វើបងប្អូនដោយសារតែទឹកជាកម្មគឺជំនួយច្រើនណាស់សម្រាប់អ្នកតងន់ពោពោះម៉ាក់យាយតាប៉ាម៉ាក់អីគឺថាញ៉ាំទៅគឺជំនួយទៅដល់សុខភាពគាត់អញ្ចឹងជាដំបូងបងប្អូនត្រូវមានឆ្នាំងចំហុយមួយប៉ុន្តែបើសិនជាបងប្អូនអត់មានឆ្នាំងចំហុយដូចខ្ញុំចឹងទេអាចប្រើជាមួយនឹងឆ្នាំងធម្មតាក៏បានដែរហើយយើងដាក់ទឹកជាកម្មចំហុយដូចយើងចំហុយពងមាន់ពងទាប្រហុកអញ្ចឹងណាបងប្អូនដូចគ្នាទេហើយអីដែលខ្វះអត់បានហ្នឹងគឺសបុកជាកម្មហ្នឹងឯងបងប្អូនចំពោះសបុកជាកម្មគេមានតសៃវែងតសៃដើមតសៃខ្លីអីអញ្ចឹងទៅបងប្អូនជ្រើសរើសយកមួយណាក៏បានដែរហើយបើសិនជាបងប្អូនចង់យកមកធ្វើបានញ៉ាំភ្លាមៗដូចខ្ញុំអញ្ចឹងបងប្អូនជ្រើសរើសជាមួយនឹងសបុកតិចកម្មស្រស់ដែលគេទើបតែរើសមកថ្មីហ្នឹងបងប្អូនពីព្រោះនៅពេលដែលយើងយកមកគឺយើងអាចធ្វើបានភ្លាមហ្មងអត់ចាំបាច់ត្រាំទឹកយូរដូចអាគេធ្វើសម្ងួតទេបើយើងយកសបុកតិចកម្មដែលគេសម្ងួតហ្នឹងគឺយើងត្រូវត្រាំទឹកចោល3ម៉ោងឲ្យយកតែមកតែសបុកតិចកម្មនឹងហីហើយយើងបានធ្វើញ៉ាំចំណាយពេលយូរជំហានបន្ទាប់បងប្អូនកុំភ្លេចឲ្យសោះជាមួយនឹងទឹកសុទ្ធណាបងប្អូនហាមដាក់ទឹកក្បាលរមណេឬមួយក៏ទឹកឆៅអញ្ចឹងខ្ញុំក៏ជ្រើសរើសជាមួយនឹងទឹកសុទ្ធរបស់កម្ពុជាអញ្ចឹងថ្ងៃនេះគឺខ្ញុំធ្វើសបុកតិចកម្មចំនួន1ខាំហើយចំពោះបរិមាណទឹកគឺបងប្អូនអាចដាក់ចំនួន700 ml បើគិតជាទឹកសុទ្ធដបតូចដែលខ្ញុំចាក់មិញហ្នឹងគឺចំនួន2ដបតូចប៉ុន្តែថ្ងៃនេះគឺខ្ញុំប្រើ3ដបបងប្អូនព្រោះខ្ញុំចាប់ទៅចាប់មកហ្នឹងមានអារម្មណ៍ថាសាច់តិចកម្មរបស់ខ្ញុំវាលើសមួយខាំហើយណាមួយក៏ខ្ញុំអត់ចង់ធ្វើរៀងខាប់ពេកដែរខ្ញុំចង់ធ្វើសាច់មកល្មមញ៉ាំអញ្ចឹងជាទូទៅចំពោះការចំហុយសបុកតិចកម្មបើសិនបងប្អូនចង់បានសាច់ខាប់បងប្អូនប្រើសបុកស្រស់មួយខាំគឺទឹកត្រឹមតែ700 ml ទេតែបងអាចថែមថយទឹកទៅតាមចំណង់ចំណូលចិត្តរបស់បងបានហើយបើសិនជាបងប្អូនទិញសបុកតិចកម្មស្រស់ពីខាងគេជាទូទៅនៅក្នុងហ្នឹងគឺគេមាន free ហើយគេមានថែមជាមួយនឹងស្លឹកតើយអីគេដែលគេហៅថាដូចជាកៅជីអញ្ចឹងឯងបងប្អូនខ្ញុំមិនសូវដឹងដែរដឹងតែគ្រាប់ពណ៌ក្រហមទុយៗហ្នឹងគឺជំនួយភ្នែកហើយមានជាមួយនឹងពធាក្រហមហើយមានជាមួយនឹងស្ករក្រាមអញ្ចឹងបើសិនជាបងចង់ធ្វើទឹកជាកម្មដែលទុកបានយូរធ្វើច្រើនៗដូចខ្ញុំអញ្ចឹងខ្ញុំអត់ recommend ឲ្យបងប្រើជាមួយនឹងស្លឹកតើយទេដោយសារតែស្លឹកតើយនៅពេលដែលបងដាក់ច្រើនទៅវាអាចនឹងខូចរសជាតិដើមរបស់សបុកជាកម្មហើយណាមួយបើសិនជាបងធ្វើញ៉ាំភ្លាមហ្មងបងញ៉ាំអស់ភ្លាមហ្មងនឹងបងដាក់ស្លឹកតើយទៅក៏វារៀងឈ្ងុយដែរតែបើសម្រាប់ខ្ញុំធ្វើដាក់ចូលក្នុងទូទឹកកកអញ្ចឹងបើសិនជាខ្ញុំអត់ដាក់ស្លឹកតើយអាចទុកបានដល់7ថ្ងៃអីដែរហើយអំឡុងពេលយើងចំហុយហ្នឹងគឺ28នាទីអញ្ចឹងបងប្អូនអាចថែមស្ករទៅតាមចំណង់ចំណូលចិត្តបងប្អូនបានចានេះបងប្អូនសបុកជាកម្មរបស់ខ្ញុំរួចរាល់ហើយយើងកូរអញ្ចឹងទៅបងប្អូនអើយឃើញថាសាច់ឡើងតំណងមែនតើនេះជាពិសេសអាសបុកតសៃវែងនេះឃើញទេបងប្អូននៅពេលដែលយើងធ្វើខ្លួនឯងយើងអាចកំណត់បរិមាណទឹកបានបងប្អូនចង់បានខាប់ឬមួយក៏រាវគឺអាចដាក់តាមនឹងបានចង់បានរៀងផ្អែមអត់សូវផ្អែមអីក៏ងាយស្រួលមែនតើធ្វើខ្លួនឯងគឺចំណេញច្រើនណាស់ហើយសម្រាប់ដបដែលបងប្អូនយកទៅច្រកសបុកជាកម្មហ្នឹងគឺប្រើដបថ្មបងប្អូនគឺអាចរក្សាគុណភាពបានយូរហើយបើផ្ទះខ្ញុំគឺសបុកដបថ្មហ្នឹងមែនតើពីព្រោះដោយសារកាលមុនដោយសារទិញគេញ៉ាំមកបងប្អូនដល់ពេលយើងញ៉ាំហើយយើងលាងទុកដបថ្មហ្នឹងអញ្ចឹងណាដល់ពេលយើងត្រូវការធ្វើខ្លួនឯងគឺយើងមានដបថ្មហ្នឹងស្រាប់ទិញគេចេះតែស្រួលហើយបងប្អូនប៉ុន្តែយើងធ្វើខ្លួនឯងចំណេញជាងមួយឆ្នាំហ្នឹងពេលហ្នឹងខ្ញុំច្រកដូចជាបាន15ដបឬយ៉ាងតិចបំផុត13ដបទៅតាមបរិមាណទឹកដែលយើងដាក់អញ្ចឹងណាបងប្អូនគាត់ថានៅពេលដែលយើងទិញគេពេលខ្លះយកមកទៅវារៀងហៀវពេកអីអញ្ចឹងទៅពេលខ្លះទៅរៀងសាពេកខ្លះទៅរៀងផ្អែមពេកយើងអាចកំណត់រសជាតិបានណាដល់ពេលយើងធ្វើខ្លួនឯងទៅអូយបងប្អូនហើយស្រួលហើយវិធីធ្វើក៏អត់មានពិបាកដែរដល់ពេលអញ្ចឹងខ្ញុំគិតថាអូយធ្វើខ្លួនឯងញ៉ាំហ្មងទៅហើយចំពោះកៅនេះគឺខ្ញុំត្រូវសោះទឹកក្តៅមកទឹកទៀតបងប្អូនទោះបីជាយើងលាងស្អាតទុកនៅកន្លែងស្អាតក៏ដោយតែយើងចិត្តតែខ្លាចតលីកាន់អីអញ្ចឹងទៅគឺខ្ញុំតែងតែយកមកសោះមុនពេលដែលខ្ញុំដាក់ជាមួយនឹងទឹកជាកម្មខ្ញុំចូលណាអញ្ចឹងបងប្អូនអាចដាក់ច្រកចូលកៅបានហើយប៉ុន្តែកុំដាក់ពេញពេកបងប្អូនពីព្រោះកាលណាយើងដាក់ពេញពេកពេលដែលយើងបើកកំហវាមកវាអាចរៀងកពុបអញ្ចឹងរួចរាល់ហើយបងប្អូនងាយស្រួលទេហើយតាក់ទងជាមួយនឹងសបុកជាកម្មបងប្អូនទុកចិត្តកន្លែងណាគឺបងប្អូនអាចទិញកន្លែងហ្នឹងបានអត់អីទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាចសាកទិញសបុកជាកម្មហើយយកមកធ្វើដូចខ្ញុំអញ្ចឹងមើលថាវិធីធ្វើរបស់ខ្ញុំហ្នឹងមិនដែរញ៉ាំទៅឆ្ងាញ់អរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការចូលចិត្តមើលវីដេអូរបស់ខ្ញុំ